សូមជូនរឿងអាឡែវកាលពីព្រាយនាយមានបុរសម្នាក់ឈ្មោះអ្នកងេះប្រពន្ធនាងងោះមានកូនប្រុសម្នាក់ឈ្មោះអាឡែវកាលនោះលុះធំឡើងអាយុ7ឆ្នាំជាក្មេងមានប្រាជ្ញាដឹងថាម្ដាយឪពុកល្ងង់មិនចេះធ្វើការរកស៊ីជាអ្នកក្រលំបាកវាក៏និយាយនឹងឪពុកម្ដាយថាម៉ែអើយឪអើយឥឡូវនេះយើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្របើដូច្នេះខែវស្សាយើងធ្វើស្រែដល់ខែប្រាំងយើងធ្វើចំការហើយខ្ញុំទៅធ្វើស្រែជាមួយនឹងឪឯងបើយើងអត់ស្លាម្លូអង្ករម្ហូបចំណីអ្វីសឹមខ្ញុំមកយកពីផ្ទះនេះទៅស៊ីអាឡែវនិងឪពុកម្ដាយគិតគ្នាព្រមហើយក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែលុះនៅស្រែយូរទៅអាឡែវនឹកចង់ស៊ីនំហើយវាគិតថាបើដូច្នេះអញនឹងបញ្ឆោតម៉ែឪអញយកនំស៊ីគិតហើយប្រាប់ឪពុកវាថាឪខ្ញុំទៅផ្ទះយកស្លាមកស៊ីឪពុកក៏ឲ្យកូនទៅផ្ទះអាឡែវដើរទៅដល់ពាក់កណ្ដាលផ្លូវបានឃើញវត្តលោកក៏ចូលទៅថ្វាយបង្គំរកលោកកោសក់ឲ្យលុះកោរួចក្រាបថ្វាយបង្គំលាលោកទៅលុះទៅដល់ជិតផ្ទះអាឡែវមកសម្ពុតទទួលក្បាលហើយធ្វើជាយំដើរចូលទៅក្នុងផ្ទះឯម្ដាយឃើញកូនយំដូច្នោះក៏សួរទៅកូនថាថ្វីក៏កូនយំអាឡែវធ្វើជាយំខ្លាំងឡើងទៀតម្ដាយឃើញកូនរឹតតែយំខ្លាំងឡើងដូច្នោះក៏ស្ទុះទៅអោបហើយបើកសម្ពុតអំពីក្បាលកូនចេញឃើញក្បាលកោរលីងរឹតតែសង្ស័យហើយសួរទៀតថាហេតុអ្វីក៏បានជាកោសក់ហើយយំដូច្នេះអាឡែវប្រាប់ម្ដាយថាឪគាត់ស្លាប់ហើយនាងងោះលុះឮកូនថាដូច្នោះក៏គក់ទ្រូងស្រែកទួញយំអាឡោះអាល័យរៀបរាប់ពីកាលចាប់ដៃគ្នាបានជាប្តីប្រពន្ធរៀបរាប់ដរាបមកអាឡែវឃើញម្ដាយយំសង្រេកដូច្នោះក៏អង្វរលួងលោមម្ដាយថាអ្នកម៉ែអើយអ្នកកុំយំបើអ្នកចេះតែយំតើធ្វើដូចម្ដេចនឹងបានធ្វើបុណ្យទានបញ្ជូនទៅឲ្យឪនាងងោះជាម្ដាយឮអាឡែវខាត់មិនឲ្យយំហើយសួរទៅអាឡែវថាបានរៀបចំបញ្ចុះខ្មោចឪឯងរួចហើយឬនៅអាឡែវប្រាប់ម្ដាយថាខ្ញុំបានពឹងអ្នកស្រុកឲ្យគេជួយរៀបចំបញ្ចុះខ្មោចឪឲ្យរួចល្អិតល្អន់ហើយនាងងោះឮកូនថាដូច្នោះក៏ម្នីម្នារៀបធ្វើនំអន្សមនំគមចំណីចំណុកហើយនិយាយនឹងអាឡែវថាកូនអើយឯងយកនំចំណីនេះទៅធ្វើបុណ្យឲ្យឪឯងចុះអញមិនទៅទេបើអញទៅឃើញវាលស្រែដែលឪឯងធ្វើកន្លែងដែលឪឯងទៅនឹងភ្នោខ្មោចឪឯងនោះម្ដាយរឹតតែកើតទុក្ខច្រើនឡើងទៀតបើដូច្នោះឯងទៅចុះអាឡែវឮម្ដាយថាដូច្នោះក៏នឹកអរក្នុងចិត្តណាស់ត្បិតត្រូវនឹងគំនិតខ្លួនដែលកុហកម្ដាយនោះហើយក៏ម្នីម្នារៀបសង្រែករួចហើយក៏រែកទៅលុះទៅដល់ពាក់កណ្ដាលផ្លូវដាក់អំរែកពីលើស្មាហើយអង្គុយស៊ីនំនិងចំណីចំណុកលុះត្រាតែឆ្អែតនៅសល់ខ្លះអាឡែវរៀបទុកយកទៅផ្ញើឪវាលុះទៅដល់ចិត្តខ្ទមឪវាធ្វើជាយំទៀតអ្នកងេះជាឪពុកឃើញកូនហើយសក់ទើបនឹងកោថ្មីដូច្នេះក៏សួរទៅថាកូនអើយថ្វីក៏ឯងយំហើយកោទាំងសក់ក្បាលដូច្នេះអាឡែវប្រាប់ឪពុកថាឪអើយឥឡូវនេះម៉ែគាត់ស្លាប់ទៅហើយបានជាខ្ញុំកោសក់អស់បងប្អូនគេរៀបចំធ្វើបុណ្យឲ្យម៉ែបានជាមានទាំងនំឥឡូវនេះខ្ញុំយកមកផ្ញើឪពិសាឯឪពុកជាមនុស្សឆោតល្ងងណាស់ឮកូនប្រាប់ដូច្នោះក៏យំអាណិតប្រពន្ធហើយក៏និយាយនឹងអាឡែវថាកូនអើយអំពីថ្ងៃនេះទៅឪពុកលែងទៅផ្ទះទៀតហើយអាឡែវឮថាឪពុកលែងទៅស្រុកដូច្នោះក៏នឹកអរក្នុងចិត្តណាស់ព្រោះត្រូវនឹងគំនិតខ្លួនលុះយូរបន្តិចទៅអាឡែវនិយាយនឹងអ្នកងេះជាឪពុកថាឪអើយឥឡូវនេះឪនៅតែពីរនាក់នឹងខ្ញុំដូចសពថ្ងៃនេះលំបាកណាស់គ្មានអ្នកណានឹងដណ្ដាំបាយឲ្យស៊ីគ្មានអ្នកណានឹងដេរសម្ពុតអាវស្លៀកដណ្ដប់បើដូច្នោះឪឯងរកដណ្ដឹងប្រពន្ធយកមកគ្រាន់នឹងដាំបាយដងទឹកបុកស្រូវទើបយើងមិនសូវនឿយហត់ដូចសពថ្ងៃពេកអ្នកងេះជាឪពុកឆ្លើយឡើងថាកូនអើយម្ដាយឯងស្លាប់ទៅពុំទាន់បាន1ខែទេ
ឥឡូវនេះឯងឲ្យឪយកប្រពន្ធទៀតកូនមិនអាណិតម៉ែឯងទេឬមួយទៀតឪខ្មាស់គេក្រែងគេថាប្រពន្ធស្លាប់មិនទាន់បានប៉ុន្មានថ្ងៃប្តីគិតរកប្រពន្ធថ្មីឪខ្មាស់គេណាស់មិនយកប្រពន្ធទៀតទេអាឡែវចេះតែអង្វរឪពុកតែសពថ្ងៃមួយអាឡែវឃើញឪពុកមកពីស្រែនឿយហត់ណាស់វាក៏នឹកនិយាយថាឪអើយឥឡូវនេះឪឯងនឿយណាស់ព្រោះគ្មានប្រពន្ធនឹងជួយកម្លាំងមួយទៀតពាក្យបុរាណលោកថាមនុស្សគ្មានប្រពន្ធដូចជាឪឯងនេះបើទៅធ្វើការឯព្រៃបាត់ការឯផ្ទះធ្វើការឯផ្ទះបាត់ការឯព្រៃធ្វើដូចម្ដេចនឹងបានប្រាក់ចាយបាយស៊ីនឹងគេហើយខ្លួនក៏នឿយណាស់ដែរអ្នកងេះឮកូនអង្វរដូច្នោះក៏សួរទៅថាបាននរណាគេទៅដណ្ដឹងប្រពន្ធឲ្យឪអាឡែវឆ្លើយឡើងថាឪកំព្រួយសឹមខ្ញុំទៅរកដណ្ដឹងជូនឪនៅចាំតែរៀបរបស់នឹងទៅការចោះអ្នកងេះជាឪពុកឮកូនថាដូច្នោះក៏ថាតាមតែកូនគិតចោះអាឡែវឮឪពុកព្រមដូច្នោះហើយក៏រៀបខ្លួនម្នីម្នាទៅផ្ទះនាងងោះជាម្ដាយទៅបាន 2-3 ថ្ងៃទើបវានិយាយនឹងនាងងោះជាម្ដាយថាម៉ែអើយយើងនៅតែ2នាក់ខ្ញុំក៏ក្មេងមិនចេះរកស៊ីធ្វើការម៉ែជាស្រីហើយមេម៉ាយផងឥឡូវមានគេចង់បានម៉ែយកប្តីទៅគ្រាន់គេនឹងចិញ្ចឹមសោះអត់ឃ្លានយើងក៏មិនសូវលំបាកឯនាងងោះឮអាឡែវជាកូនថាដូច្នោះក៏ឆ្លើយថាកូនអើយឪឯងទើបតែនឹងស្លាប់បាន 5-6 ថ្ងៃឥឡូវនេះកូនឲ្យម្ដាយយកប្តីទៀតដូច្នេះមិនត្រូវទេអ្នកផងគេនឹងសើចតេះដៀលនឹងត្រាថាស្រីចាក់ប្តីស្លាប់មិនទាន់បានប៉ុន្មានថ្ងៃចង់បានប្តីទៀតអាឡែវឮម្ដាយថាដូច្នោះក៏ឆ្លើយឡើងថាម៉ែអើយបើទុកជាម៉ែខ្លាចពាក្យអ្នកផងគេនិន្ទាដូច្នោះគេក៏មិនបានមកចិញ្ចឹមយើងដែរគេបានប្រាក់កាក់គេមិនឲ្យចាយទេកាលខ្ញុំនៅឯស្រែមានម្នាក់ប្រុសមុខមាត់ខ្លួនប្រានដូចខ្មោចឪហើយគាត់ស្រឡាញ់ខ្ញុំដូចជាកូនគាត់សួរខ្ញុំថាឯងមានម៉ែឪដែរឬទេខ្ញុំប្រាប់គាត់ថាគ្មានឪទេមានតែម៉ែហើយគាត់និយាយនឹងខ្ញុំថាចង់បានម៉ែជាប្រពន្ធតើម៉ែឯងព្រមដូចម្ដេចបើម៉ែព្រមគាត់នឹងរៀបដណ្ដប់មកចែចៅមានអ្នកផ្លូវចៅមហាមានខាន់ស្លាក្រយ៉ាសំពះតាមច្បាប់សន្តាប់ប្រពៃណីពីបុរាណមកបើម៉ែមិនព្រមខ្ញុំក៏មិនដឹងដែរតាមតែម៉ែគិតធ្វើការរកស៊ីចោះនាងងោះជាម្ដាយឬកូននិយាយអង្វរដូច្នោះក៏ឆ្លើយតបទៅវិញថាតាមតែកូនគិតចោះអាឡែវឮម្ដាយថាតាមតែចិត្តដូច្នោះក៏អរណាស់គិតថាពេលនេះអញបានស៊ីនំទៀតហើយក៏រៀបចំផ្ទះសំបែងរួចប្រាប់នាងងោះជាម្ដាយថាត្បិតគេចង់រៀបការឆាប់ខ្ញុំលាម៉ែទៅស្រែដើម្បីរកមន់ទាបន្លែបង្ការហើយនឹងប្រាប់អ្នកដែលចង់បានម៉ែជាប្រពន្ធនោះផងដើម្បីឲ្យគេរកដណ្ដប់រៀបការអាឡែវក៏ម្នីម្នារៀបខ្លួនទៅស្រែទៅដល់ហើយក៏និយាយប្រាប់អ្នកងេះជាឪពុកថាឪអើយខ្ញុំទៅរកប្រពន្ធឲ្យឪបានហើយនាងនោះមុខមាត់សម្ដីសម្ដៅកំពស់កំពរសម្បល់សម្បកដូចម៉ែបែបបិទឥឡូវខ្ញុំឲ្យគាត់នៅលើផ្ទះយើងបើដូច្នេះឪរៀបដណ្ដាបទៅការឲ្យឆាប់អ្នកងេះឮអាឡែវប្រាប់ថាគេឲ្យរៀបការជាឆាប់ដូច្នោះក៏ម្នីម្នាពឹងអ្នកស្រុកចិត្តខាងឲ្យជួយធ្វើនំនែកចំណីចំណុកហើយខ្លួនគាត់ទៅរកទិញមាន់ទាបន្លែបង្ការបានសពគ្រប់មុខឯអាឡែវចេះតែស៊ីនំរាល់ថ្ងៃហើយនិយាយនឹងឪពុកថាប្រពន្ធដែលខ្ញុំដណ្ដឹងឲ្យនោះមេបាបើកឲ្យរៀបការតែពេលយប់បើមិនព្រមដូច្នោះមេបានឹងមិនបើកឲ្យការទេអ្នកងេះឮអាឡែវថាដូច្នោះហេតុតែជាមនុស្សឆោតល្ងង់តាមតែពីអាឡែវបង្គាប់ដូចម្ដេចក៏តាមទាំងអស់ទើបរកវេលាទៅរៀបការឲ្យតែវេលាយប់ពេលល្ងាចអ្នកងេះក៏ពឹងអស់បងប្អូនដែលនៅជិតខាងឲ្យជួយជញ្ជូនអស់បណ្ដាការនាំទៅរៀបមង្គលការលុះទៅដល់កន្លែងការក៏រៀបដាំបាយស្លស្លុកអ្នកខ្លះក៏រៀបផ្លែឈើចំណីចំណុកទៅជូនមេបាតាមទំនៀមនាងងោះពឹងអស់បងប្អូនមករៀបបណ្ដាការទទួលតាមច្បាប់ឯអាឡែវគិតតែស៊ីនំឲ្យឆ្អែតអ្នកងោះឮមាត់អ្នកងេះនឹកឆ្ងល់ក្នុងចិត្តថាមាត់និយាយនោះដូចជាសំឡេងអ្នកងេះប្តីអញអ្នកងេះឮមាត់នាងងោះក៏ឆ្ងល់ក្នុងចិត្តថាសំឡេងនិយាយនោះដូចជាសំឡេងនាងងោះប្រពន្ធអញអ្នកងេះសង្ស័យណាស់
ក៏ឡើងទៅលើផ្ទះឃើញនាងងោះក៏ថានាងនេះដូចជានាងងោះប្រពន្ធអញឯនាងងោះថាអ្នកនេះដូចជាអ្នកងេះប្តីអញអស់បងប្អូនអ្នកស្រុកគេថាអ្នកងេះហើយថាមិនអ្នកងេះនាងងោះហើយថាមិននាងងោះលុះអ្នកងេះនិងនាងងោះឃើញគ្នាជាក់មែនទែនហើយទើបដឹងថាអាឡែវវាបញ្ឆោតក៏អៀនរត់ទៅដោយខ្លួនតិចតិអាឡែវដឹងថាម្ដាយឪពុកដឹងដូច្នោះក៏វេះពួនលុះព្រឹកឡើងអាឡែវរត់ទៅនៅវត្តធ្វើជាកូនសិស្សលោកឯអ្នកងេះនិងនាងងោះក៏នៅជាប្តីប្រពន្ធនឹងគ្នាដូចដើមទៅអាឡែវនៅរៀនអក្សរនឹងលោកគ្រូសង្គ្រាចលុះនៅយូរទៅអាឡែវគិតថាអញនឹងបញ្ឆោតលោកសង្ឃណាដែលមានប្រាក់ច្រើនយកទៅឲ្យម៉ែឪអញអាឡែវគិតដូច្នោះហើយក៏ទៅនិយាយនឹងលោកភិក្ខុកំឡោះមួយអង្គដែលមានប្រាក់ច្រើនថាមានស្រីម្នាក់ស្រឡាញ់លោកគ្រូស្រីនោះក្រមុំល្អល្អអាចណាស់លោកឮអាឡែវថាដូច្នោះអចង់បានហើយនិយាយនឹងអាឡែវថាបើប្រកាសដូចឯងថាមែនអញនឹងឲ្យប្រាក់ឯង1 បាតអាឡែវថាចាំដល់ពេលយប់ងងឹតលោកគ្រូទៅចាំនៅកន្លែងនោះខ្ញុំករុណានឹងនាំស្រីនោះមកហើយវាលាលោកចុះពីលើកុដិដើរតម្រង់ទៅផ្ទះចិនគិតទៅនិយាយបញ្ឆោតចិនទៀតលុះទៅដល់ហើយដើរចូលទៅក្នុងផ្ទះនិយាយនឹងចិនថាចឹកចង់បានស្រីក្រមុំល្អដែរឬទេចិនឆ្លើយថាអើអញចង់បានអាឡែវថាបើចឹកចង់បានតើឲ្យប្រាក់អញប៉ុន្មានចិនថាអញឲ្យ1 បាតអាឡែវថាតិចណាស់បើឲ្យ2 បាតនោះអញរកស្រីក្រមុំស្អាតល្អឲ្យចឹកឯងចិនថាអើអាឡែវថាបើដូច្នោះចាំពេលយប់ងងឹតអញនឹងនាំមកឲ្យចឹកឯងហើយអាឡែវក៏ត្រឡប់ទៅវត្តវិញលុះដល់វេលាយប់ងងឹតមើលគ្នាមិនស្គាល់វាក៏នាំលោកនោះឲ្យទៅអង្គុយចាំនៅក្នុងរោងមួយហើយវានិយាយផ្ដាំលោកថាបើខ្ញុំករុណានាំស្រីនោះមកដល់លោកយកជ័យពរទទួលព្រះកេសឲ្យចិត្តអាឡែវផ្ដាំលោកនោះរួចហើយក៏ដើរចូលទៅក្នុងផ្ទះចិនហើយចិននោះចេញមកហើយនិយាយឥឡូវអញរកស្រីក្រមុំឲ្យចឹកឯងបានហើយអាឡែវវាផ្ដាំចិនថាបើចឹកឯងចូលទៅដេកនឹងស្រីនោះត្រូវទទួលក្បាលឲ្យចិត្តទើបនាំចឹកនោះទៅរៀបរោងដែលលោកនៅចាំហើយវាខ្សឹបប្រាប់ចិនថាស្រីនៅក្នុងនេះហើយឲ្យប្រាក់មកចិនមើលទៅក្នុងរោងឃើញលោកអង្គុយទទួលជាពរនៅនោះគិតស្មានថាជាស្រីមែនក៏ឲ្យប្រាក់ទៅអាឡែវបានប្រាក់ហើយក៏វេះជាប្រញាប់ត្រឡប់ទៅវត្តវិញលុះចិននិងលោកបានជួបគ្នាហើយចិនគិតថាលោកជាស្រីលោកក៏គិតថាចិនជាស្រីក៏ប្រញាប់គ្នាផ្ដួលដោយលោកអត់ចង្ហាន់ល្ងាចមិនមានកម្លាំងក៏ដួលដេកទៅចិនពរត្រូវស្វះលោកក៏ដឹងថាអាឡែវកុហកទាំងលោកទាំងចិនលុះដឹងថាអាឡែវបញ្ឆោតក៏អៀនទៅកត់ទៅផ្ទះដោយខ្លួនទៅអាឡែវនៅចាំលោកឯកត់លុះមកដល់កត់ហើយវាក៏ទារប្រាក់អំពីលោកនោះថាអាឡែវឯងបញ្ឆោតអញហើយឯងមកទារប្រាក់ពីអញទៀតអញមិនឲ្យឯងទេអាឡែវថាបើលោកមិនឲ្យប្រាក់ខ្ញុំទេខ្ញុំករុណានឹងទៅប៉ិតលោកគ្រូធំថាលោកទៅដេកនឹងស្រីហើយនឹងទៅប្រាប់អស់ឧបាសកទាយុអ្នកស្រុកក្នុងភូមិទាំងអស់ឲ្យគេដឹងទៀតបើគេដឹងហើយគេមិនឲ្យបាយលោកឆាន់ទេហើយលោកក៏នឹងខ្មាស់គេនៅវត្តជាមួយគេពុំបានមួយទៀតបើខ្ញុំករុណាទៅដល់ក្រុមសង្ឃរីមុខជាគេមកចាប់លោកយកទៅជំនុំជម្រះពិចារណាតាមដំណើរដែលលោកជួលខ្ញុំករុណាឲ្យរកស្រីហើយលោកថាតាមដំណើរដែលលោកជួលខ្ញុំករុណាឲ្យរកស្រីហើយលោកថាឲ្យប្រាក់ខ្ញុំករុណា1 បាតឥឡូវនេះលោកបានដេកនឹងស្រីហើយលោកកិច្ចថាមិនឲ្យវិញខ្ញុំករុណាមិនលើកលែងទេមុខជាទៅពិតលោកគ្រូធំហើយលោកនោះឮអាឡែវថាដូច្នោះក៏ផិតភ័យខ្លាំងណាស់យកប្រាក់1 បាតឲ្យទៅអាឡែវជាប្រញាប់អាឡែវមិនព្រមទទួលយកវាថាការលោកនិយាយនោះថាឲ្យប្រាក់1 បាតដែលឆាន់បាយសប្ថ្ងៃឥឡូវលោកត្រូវយកប្រាក់វាស់ពេញបាតទើបខ្ញុំករុណាទទួលយកបើលោកមិនរកឲ្យទេនឹងទៅពិតលោកគ្រូធំថាលោកទៅដេកនឹងស្រីពីយប់មិញ
លោកគ្រូធំជ្រាបហើយនឹងចាប់លោកយកទៅវាយបណ្ដេញមិនឲ្យនៅវត្តជាមួយទៀតខ្ញុំករណានឹងទៅប្តឹងដល់លោកអុកញ៉ាព្រះស្ដេចជាធំក្នុងក្រុមសង្ឃរីឲ្យមកចាប់យកទៅពួកសង្ឃរីនឹងយកសម្ពត់បោកក្បាលលោកផ្សឹកចេញពីសង្ឃហើយដាក់ជាពលរាជនិមន្តពុំនោះសោតគេនឹងដាក់ជាពលបោចស្មៅដំរីលោកឮអាឡេវថាដូច្នោះក៏ភ័យណាស់អង្វរថាចាំរកប្រាក់ឲ្យកុំទៅពិតលោកគ្រូធំនឹងទៅប្តឹងក្រុមសង្ឃរីឡើយហើយខំរកប្រាក់លក់ទាំងស្បង់ជាពផ្សេផ្សំឲ្យអាឡេវឃើញលោកលក់ស្បង់ជាពផ្សេផ្សំប្រាក់ឲ្យដូច្នោះក៏និយាយនឹងលោកថាណាហើយចុះលោករកប្រាក់ឲ្យខ្ញុំករណាល្មមតែស្ពាយទៅផ្ទះរួចបានហើយលោកឮអាឡេវថាដូច្នោះក៏មានចិត្តត្រេកអរណាស់រៀបវិចប្រាក់រួចសំពាយឲ្យអាឡេវហើយនិយាយអង្វរថាកុំឲ្យនិយាយប្រាប់ឲ្យគេដឹងអាណិតយកតែបុណ្យទៅចោះអាឡេវថាលោកកំព្រួយប្រតិយខ្ញុំករណាមិនប្រាប់គេទេហើយទទួលយកប្រាក់ពីលោកដើរទៅផ្ទះលុះទៅដល់ផ្ទះជួបនឹងម្ដាយអាឡេវក៏ស្រែកប្រាប់ម្ដាយថាម៉ែដេថងនាងងោះឮហើយសួរទៅថាដេធ្វើអ្វីអាឡេវបង្ហាញប្រាក់ដែលស្ពាយនាងងោះជាម្ដាយឃើញអាឡេវបានប្រាក់មួយសំពាយដូច្នោះក៏ស្ទុះទៅប្រាប់អ្នកងេះជាប្តីអ្នកងេះមកឃើញអាឡេវបានប្រាក់មួយសំពាយក៏បាត់ខឹងនឹងអាឡេវដែលបញ្ឆោតអំពីមុននោះនឹងអាឡេវទាំងម្ដាយទាំងឪពុកហើយអ្នកងេះសួរទៅអាឡេវថាកូនបានប្រាក់នេះមកពីណាកូនធ្វើមិនដេចបានជាបានអាឡេវប្រាប់ឪពុកវាថាក្រអីសពបើប្រាក់គ្រាន់តែបង្ហាញគេខ្មាស់ឲ្យអ្នកផ្សារមើលគ្រប់គ្នាខ្លះគេឲ្យ1បាតខ្លះ2បាតតែរាល់គ្នាដូច្នេះទៅក៏បានច្រើនហើយបើឪចង់បានប្រាក់ច្រើនទៅបង្ហាញគេខ្មាស់ឲ្យអ្នកផ្សារមើលម្ដងម្នាក់ទៅឪយកប្រាក់មិនអស់អ្នកងេះជាឪពុកឮអាឡេវថាដូច្នោះហើយហេតុតែជាមនុស្សឆោតល្ងងក៏ទៅធ្វើតាមពាក្យអាឡេវលុះទៅដល់ផ្សារក៏ឈរនៅមាត់ទ្វារផ្ទះគេហើយស្រាតខោបង្ហាញគេខ្មាស់អ្នកផ្ទះឃើញដូច្នោះក៏អៀនខ្មាស់បបួលគ្នាដេញវាយអ្នកងេះចេញពីផ្ទះមួយចូលផ្ទះមួយទៀតហើយបង្ហាញគេខ្មាស់គេដេញវាយស្ទើរតែនឹងស្លាប់អ្នកងេះភ័យក៏រត់ទៅផ្ទះឯអាឡេវចាំមើលឪពុកពាក់កណ្ដាលផ្លូវឃើញឪពុករត់មកពីផ្សារហើយជួនជាមានជ្វាស្ពាយទំនិញព្រៃហូលប្រអប់ប្រាក់មាសជាច្រើនមកពីចម្ងាយក៏ប្រាប់ទៅអ្នកងេះជាឪពុកថាណ៎ឪអ្នកផ្សារគេតាមមកវាយឪហើយបើដូច្នោះឪរត់កាត់វាលនេះទៅរួចខ្លួនអ្នកងេះឮកូនប្រាប់ដូច្នោះក៏ក្រឡេកមើលទៅឃើញមនុស្សដើរអំពីចម្ងាយតម្រង់មកមែនគាត់គិតស្មានថាជាអ្នកផ្សារគេតាមមកវាយទៀតភ័យដែលស្ពាយទំនិញនោះក៏មកដល់អាឡេវគិតបញ្ឆោតជ្វានោះទៀតវានិយាយប្រាប់ថាបងធំអើយមានគេដេញក្តាន់បាក់ជើងមកខាងប៉ុន្តែអ្នកដេញនោះតែម្នាក់ឯងនឹងស្ទាក់ចាប់ពុំបានបើដូច្នោះបងធំឯងរត់ទៅជួយចាប់បើបាននឹងយកមកចែកគ្នាស្លស៊ីជ្វាឮអាឡេវប្រាប់ដូច្នោះក៏ក្រឡេកមើលទៅតាមពាក្យអាឡេវឃើញមនុស្សរត់គិតស្មានថាជាមនុស្សដេញក្តាន់មែនក៏យកសំពាយផ្ញើទុកនឹងអាឡេវទាំងអស់ហើយបបួលគ្នារត់តាមអ្នកងេះរត់បណ្ដើរក្រឡេកមើលមកក្រោយបណ្ដើរឃើញជ្វារត់តាមក្រោយគិតស្មានថាជាគេដេញចាប់ខ្លួនក៏ប្រឹងរត់ទៅទៀតឯអាឡេវបានសំពាយទ្រព្យរបស់ជ្វាហើយក៏ជញ្ជូនយកទៅលាក់ទុកឲ្យម៉ែវាហើយវាវេះរត់អំពីទីនោះទៅទៀតឯជ្វាដល់ដឹងថាអាឡេវបញ្ឆោតដូច្នោះក៏ត្រឡប់មករកសំពាយទំនិញនឹងអាឡេវពុំឃើញនឹកស្ដាយរបស់ណាស់នឹងរកចាប់អ្នកឯណាពុំបានក៏ខំដើរទៅរកអាឡេវសូមស្លេះត្រឹមនេះសិនសូមចែងពីរឿងអាឡេវដែលរត់ទៅនោះវិញអាឡេវកាលក្រោយនោះរត់ទៅដល់ស្រុកមួយឆ្ងាយណាស់ហើយបានជួបនឹងដូនចាស់ម្នាក់នឹងចៅក្រមុំម្នាក់កំពុងរៀបទូកផ្ទុករបស់ទ្រព្យដើម្បីទៅនៅស្រុកឯទៀតឲ្យចិត្តជួបជុំនឹងអស់បងប្អូនញាតិសន្តានត្បិតចៅគាត់ធំពេញក្រមុំល្មមឲ្យមានប្តីហើយឯអាឡេវឃើញចៅដូនចាស់នោះក៏មានចិត្តស្រឡាញ់ហើយជួយជញ្ជូនរបស់ទ្រព្យដាក់ទូកដូនចាស់ឃើញអាឡេវជួយឈឺឆ្អាលដូច្នោះគាត់សួរចៅទៅណាអាឡេវប្រាប់ថាខ្ញុំសូមដោយសារយាយផងដូនចាស់នោះសួរថាចៅឯងឈ្មោះអ្វីអាឡេវជម្រាបថាខ្ញុំឈ្មោះជីចៅប្រសា
តើយាយទៅណាខ្ញុំសូមដោយសារទៅផងយាយចាស់ឮអាឡែវសុំដោយសារដូច្នោះក៏មានចិត្តអនឹកថាបានវាជាគ្នាគ្រាន់នឹងជួយចែវទូកទៅលុះរៀបរបស់ទ្រព្យរួចស្រេចកាលណាអាឡែវក៏សុំខ្លួនចែវទូកឯដូនចាស់អង្គុយអុំក្បាលចៅក្រមុំអង្គុយកណ្ដាលអាឡែវនិងចៅក្រមុំចេះតែរំពៃមើលមុខគ្នាហើយញញឹមទៅមករកគ្នាលុះចៅបន្តិចទៅអាឡែវធ្វើជាភ្លេចកំបិតក៏និយាយថាអោយាយអើយខ្ញុំភ្លេចកំបិតចោលនៅលើគោកឯក្រោយនោះត្បិតខ្ញុំរវល់តែជញ្ជូនរបស់យាយបានជាខ្ញុំភ្លេចកំបិតខ្ញុំកំបិតនោះជារបស់គេពីដូនតាមកដូច្នេះខ្ញុំសូមត្រឡប់ទៅយកវិញដូនចាស់ក៏ព្រមត្រឡប់ទៅវិញលុះដល់កំពង់អាឡែវនិយាយនឹងដូនចាស់ថាយាយអាណិតឡើងទៅយកកំបិតឲ្យចៅបន្តិចខ្ញុំទុកត្រង់គល់ឈើខាងលើច្រាំងនៅប្របផ្លូវដែលយើងជញ្ជូនរបស់មកនោះអាឡែវវាបញ្ឆោតដូនចាស់ឲ្យតែគាត់ឡើងផុតទៅកាលណានឹងចេញទូកអុំរត់យកចៅក្រមុំលុះដូនចាស់ឡើងដល់មាត់ច្រាំងល្មមបាំងភ្នែកអាឡែវក៏មនីមនីថយទូកជាប្រញាប់ចោលដូនចាស់នោះហើយខំចែវតាមបណ្ដោយទឹកហូរទៅយាយចាស់នោះលុះរកកំបិតពុំឃើញក៏ត្រឡប់មកទូកវិញបាត់ទាំងអាឡែវបាត់ទាំងទូកបាត់ទាំងចៅក្រមុំក្រឡេកមើលទៅក្រោមទឹកឃើញអាឡែវកំពុងខំប្រឹងចែវទូកដូនចាស់ភ័យណាស់យកដៃគក់ទ្រូងស្រែកទ្រហោយំបណ្ដើស្រែកបណ្ដើឲ្យអ្នកស្រុកគេជួយដេញតាមថាសូមជួយផងត្បិតជីចៅប្រសាវាលួចពង្រត់ចៅក្រមុំខ្ញុំទៅហើយអស់អ្នកស្រុកគេឮថាចៅប្រសានាំពង្រត់ចៅក្រមុំដូច្នោះគ្មានអ្នកណាគេជួយគេគិតថាប្រពន្ធរបស់អាឡែវលុះដូនចាស់រត់តាមពុំទាន់ទើបរាយដំណើរប្រាប់អ្នកស្រុកថាអាដែលលួចចៅក្រមុំខ្ញុំនោះវាឈ្មោះជីចៅប្រសាវាលួចពង្រត់ចៅក្រមុំនិងទ្រព្យខ្ញុំទៅទេតើទើបអ្នកស្រុកគេដឹងគ្រប់គ្នាថាអាឡែវវាបញ្ឆោតលួចពង្រត់ចៅក្រមុំនិងរបស់ទ្រព្យយាយដូច្នោះក៏គេមិនដឹងធ្វើដូចម្ដេចនឹងទៅតាមក៏មិនទាន់ត្បិតវាទៅយូរណាស់ហើយឯអាឡែវខំចែវទូកលុះដល់វេលាយប់និយាយលួងលោមនាងក្រមុំនោះថាបានជាបងខំពង្រត់មកត្បិតបងស្រឡាញ់នាងណាស់ឥឡូវនេះបងយកនាងធ្វើជាប្រពន្ធនាងក្រមុំនោះចេះតែកន្ទុកទន្ទិញរលឹកជីដូនត្បិតធ្លាប់នៅតែពីរនាក់ហើយនិយាយប្រាប់អាឡែវថាម្លេះសំយាយគាត់រកខ្ញុំមិនឃើញគាត់នឹងលោតទឹកសម្លាប់ខ្លួនក៏មិនដឹងមួយទៀតសំគាត់នឹករលឹកខ្ញុំគាត់សង្រេកសង្រីអត់ទាំងបាយទៅជាឈឺស្លាប់អសាឥតកាបើជាដូច្នោះសូមអ្នកជួយខ្ញុំទៅវិញបើអ្នកមិនជូនទៅទេខ្ញុំនឹងលោតទឹកសម្លាប់ខ្លួនអាឡែវលឺនាងនោះនិយាយដូច្នោះក៏វត្តទូកចូលក្នុងព្រៃស្ងាត់លួងលោមនាងនោះថាបងស្រឡាញ់នាងណាស់ហើយបានជាបងខំពង្រត់យកមកធ្វើជាប្រពន្ធបើនាងលោតរត់សម្លាប់ខ្លួនដូច្នោះតើបងបាននរណាជាប្រពន្ធនាងឆ្លើយឡើងថាបើអ្នកស្រឡាញ់ម្ដេចក៏អ្នកមិនដណ្ដឹងតាមច្បាប់អាឡែវឆ្លើយថាអោនាងអើយបើចាំដណ្ដឹងតាមច្បាប់ធ្វើម្ដេចនឹងឆាប់បានទាន់ចិត្តបើគេឲ្យនោះក៏បានបើគេមិនឲ្យនោះនឹងទទេឥតអំពើដូច្នេះហើយបានជាបងនាំពង្រត់នាងសិនទៅដល់ស្រុកម៉ែឪដូនតានឹងរៀបការតាមច្បាប់នាងកុំតូចចិត្តបងនឹងជូនទៅសួរជីដូននាងជាប្រញាប់នាងពុំថប់បារម្ភឡើយនាងក្រមុំក៏ព្រមព្រៀងសុខចិត្តធ្វើជាប្រពន្ធអាឡែវទៅលុះព្រឹកឡើងអាឡែវក៏ចែវទូកទៅទៀតប្រទះនឹងចោរ500នាក់ចោរទាំង500នោះតែងតែទៅប្លន់អ្នកទូកអ្នកដំណើរដែលដើរទៅរកស៊ីសពថ្ងៃលុះឃើញទូកចែវទៅដល់ក៏គិតប្លន់យកទ្រព្យរបស់អាឡែវដឹងថាចោរចង់ប្លន់យកទ្រព្យរបស់ខ្លួនដូច្នោះក៏ចូលទូកទៅក្នុងកណ្ដាលពួកចោរហើយឡើងទៅនិយាយនឹងមេចោរថាអស់អ្នករាល់គ្នាហ៊ានប្លន់តែទូកអ្នកដំណើរដែលដើររកស៊ីដាច់ដោចឆ្ងាយពីស្រុកពីភូមិគេហើយលើកគ្នាទៅទាំងវងផងឯខ្លួនខ្ញុំមិនចេះប្លន់អ្នកដើររកស៊ីដាច់ដោចដូច្នេះទេខ្ញុំប្លន់តែអ្នកស្រុកអ្នកនគរហើយខ្លួនខ្ញុំតែម្នាក់ឯងបានជាខ្ញុំហ៊ានដូច្នេះដោយខ្ញុំចេះអាគមកាប់មិនមុតដុតមិនឆេះ
ហើយចេះទាំងអាគមបឋមំបឋមើនប៉ែនដានសដានមហាសឡប់មហាស្រឡាយនរាយបែងភាកនរាយកាឡាខ្ញុំចេះអស់មិនសល់នេះខ្ញុំទើបនឹងមកពីប្លន់ស្រុកគេយកបានទាំងកូនក្រមុំគេម្នាក់ផងបើអ្នកឯងមិនជឿអ្នកសួរស្រីនោះចុះអស់ពួកចៅបានស្ដាប់អាឡែវអួតពីសិលសាស្ត្រអាគមវិជ្ជាដូច្នោះហើយក៏ចង់រៀនទើបនិយាយនឹងអាឡែវថាបើដូច្នោះសូមអ្នកបង្ហាញអាគមសិលសាស្ត្រដល់យើងរាល់គ្នាផងយើងសូមអ្នកធ្វើជាគ្រូបង្ហាញប្រដៅហើយនៅរកស៊ីជាមួយគ្នាអាឡែវថាបើអ្នករាល់គ្នាចង់រៀនខ្ញុំនឹងបង្ហាញបានប៉ុន្តែការរកទីធ្វើពិធីចូលត្រណមនោះក្រណាស់មានតែរកកោះដាច់ពីស្រុកពីភូមិគេហើយនៅកណ្ដាលទន្លេឆ្ងាយពីត្រើយនោះទើបធ្វើបានហើយអាឡែវនឹងចោក៏នាំគ្នាទៅរកកោះកណ្ដាលសមុទ្របានឃើញកោះមួយមានភ្នោខ្សាច់ល្អក៏ឡើងទៅលើកោះនោះរកមើលទីកន្លែងសំគួរឆ្ងាយពីកន្លែងចតសំពៅអាឡែវប្រាប់ថាបើអ្នកចង់ចេះអាគមឲ្យពូកែនោះសូមស្ដាប់ខ្ញុំបើខ្ញុំបង្គាប់ឲ្យធ្វើអ្វីត្រូវធ្វើតាមពាក្យខ្ញុំទាំងអស់នោះទើបបានអាគមពូកែឈុតឆាប់អស់ចោលទាំង500ក៏ទទួលព្រមធ្វើតាមទាំងអស់ហើយអាឡែវបង្គាប់ឲ្យធ្វើរោងពិធីមានបាយសីមានទៀនធូបភ្ញីផ្កាហើយមានរាជរថសង់ជារៀន7ថ្នាក់ហើយវាឲ្យជីកកកាយដីខ្សាច់ជាអណ្ដូងធំជ្រៅឲ្យមានទឹកល្មមមុជលិចក្បាលលុះធ្វើស្រេចហើយវាបង្គាប់ចោលទាំង500នាក់ឲ្យកោសក់ឲ្យស្រាតសម្ពុតចេញទាំងអស់ហើយវានិយាយបញ្ឆោតចោលទាំង500នោះថារីអាគមខ្ញុំនេះដែលនឹងរៀបនោះត្រូវមុជទឹកហើយនឹងសូត្រអត់ដង្ហើមនៅក្នុងទឹកបាន7ចប់ទើបពូកែមែនតែនពួកចៅក៏នាំគ្នាហាត់មុជនឹងសូត្រអាគមឯអាឡែវចុះទៅសំពៅនិយាយខ្សឹបប្រាប់ប្រពន្ធឲ្យរៀបខ្លួនហើយទាញពួរយុទ្ធការឲ្យខ្លីវាផ្ដាំប្រពន្ធថាបើអញរត់ចុះពីលើគោកមកត្រូវទាញពួរយុទ្ធការឡើងឲ្យឆាប់ផ្ដាំស្រេចហើយក៏ត្រឡប់ទៅវិញលុះដល់ប្រលប់យប់ងងឹតវាឲ្យពួកចៅមុជទឹកហើយបង្គាប់ថាបើមុជត្រូវមុជឲ្យព្រមគ្នាបើងើបត្រូវងើបឲ្យព្រមគ្នាទើបអាគមពូកែលុះពួកចៅមុជព្រមគ្នាហើយអាឡែវក៏រត់ចុះទៅសំពៅដកយុទ្ធការលាក្តោងជួនជាខ្យល់ជំនោរមកដល់អាឡែវបើកក្តោងយោងទាំងសំប៉ានទៅចោលទាំង500ឲ្យនៅលើកោះនោះឯចោលទាំង500ងើបអំពីទឹកឡើងរកមើលអាឡែវពុំឃើញក៏សួរគ្នាថាលោកគ្រូតាណានាំគ្នារកឯកំពុងមិនឃើញក៏ឡើងទៅមើលលើរោងពិធីក៏មិនឃើញបាត់ទាំងសំពៅបាត់ទាំងមនុស្សពួកចោលទាំង500ក៏ដឹងថាអាឡែវបញ្ឆោតហើយទើបនាំគ្នារកឫស្សីធ្វើជាក្បូនឆ្លងអាឡែវបើកសំពៅយកទ្រព្យរបស់ចោលទាំង500ដែលនៅក្នុងសំពៅនោះតែ2នាក់ប្តីប្រពន្ធលុះបើកក្តោងអស់មួយយប់មួយថ្ងៃក៏បានទៅដល់ស្រុកមួយហើយវារកមើលមនុស្សក្នុងស្រុកនោះពុំឃើញមានមនុស្សប្រុសមានតែមនុស្សស្រីទើបដឹងថាជាស្រុកចោលដែលវាបញ្ឆោតនោះទើបវាបោះយុទ្ធការឈប់អស់ប្រពន្ធចោលទាំងនោះនឹងបានដឹងស្គាល់ថាជាសំពៅរបស់ប្តីក៏ទេត្បិតកាលដែលប្តីចេញទៅអំពីផ្ទះតែខ្លួនទៅទេលុះបានជួបនឹងឈ្មួញសំពៅក៏ប្លន់យកបានជាប្រពន្ធកូនមិនដឹងមិនស្គាល់លុះអាឡែវបោះយុទ្ធការរួចស្រេចហើយក៏យកដីសនិងក្តារឈ្នួនចេញមកក្រៅហើយធ្វើជាគូសវាសចាប់យាមអស់ប្រពន្ធកូនចៅចោលមើលមកឃើញអាឡែវគូសវាសដូច្នោះក៏នឹកស្មានថាវាចេះចាប់យាមទើបសួរថាអ្នកអើយអ្នកចេះចាប់យាមអាណិតមើលឲ្យប្តីខ្ញុំបន្តិចត្បិតគាត់ទៅរកស៊ីជាយូរខែហើយអាឡែវវាលឺដូច្នោះហើយក៏ដឹងច្បាស់ថាស្រីទាំងនោះជាប្រពន្ធចោលដែលអញបញ្ឆោតនោះជាប្រកាសហើយវាឆ្លើយឡើងថាក្រអ្វីសពបើចាប់យាមនោះទោះបីជាសម្ភុងសម្ភារៈក្លឹកអត្ថលេខយន្តអ្វីខ្ញុំក៏ចេះទាំងអស់អ្នកចង់មើលអំពីរឿងអ្វីយកតែទៀនធូបស្លាម្លូមកបូជាគ្រូកុំឲ្យសាបអាគមយាមខ្ញុំតាមគ្រូប្រដៅមកឯប្រពន្ធចោលឮអាឡែវថាដូច្នោះក៏មនីមនីឡើងទៅលើផ្ទះជាប្រញាប់ប្រាប់ប្រពន្ធចោលឯទៀតឲ្យរកទៀនធូបភ្ញីផ្កាស្លាម្លូចេកអំពៅយកទៅជូនគ្រូ
អាឡែវទទួលយកចំនួនហើយតាំងយកក្តារឈ្នួនមកគូសវាសធ្វើជាចាប់យាមគិតប្រមាណក្នុងចិត្តឲ្យត្រូវពេលវេលាល្មមតែពួកចោរទាំង500នោះមកដល់ផ្ទះគឺវាគិតប្រមាណធ្នេចម្ងាយផ្លូវហើយប្រាប់ប្រពន្ធចោរថាប្តីអស់អ្នករាល់គ្នានឹងមកដល់ក្នុងថ្ងៃស្អែកនេះប៉ុន្តែក្នុងវេលាយប់នឹងមានព្រាយក្បាលត្រងោលអាក្រាតកាយរត់ចូលមកក្នុងផ្ទះបង្កើតជាឧត្បាតធំណាស់បើដូច្នោះមានតែអ្នករាល់គ្នាគិតរងាប់ឧត្បាតចេញទៅជាឯអស់ប្រពន្ធកូនចោរទាំង500ឮអាឡែវថាដូច្នោះក៏ផិតភ័យហើយសួរថាគិតធ្វើដូចម្ដេចនឹងរងាប់ឧត្បាតចេញបានអាឡែវឆ្លើយថាវាងាយទេការរងាប់ឧត្បាតនោះគឺដល់វេលាប្រលប់កាលណាត្រូវអ្នករាល់គ្នានាំកូនចៅកាន់ដំបងប្រណុងចាំនៅមាត់ទ្វារផ្ទះបើឃើញព្រាយក្បាលត្រងោលអាក្រាតកាយរត់ចូលមកក្នុងផ្ទះត្រូវវាយកុំឲ្យវាចូលបានឯពួកចោរទាំង500នោះលុះឆ្លងរួចដល់ត្រៃកាលណាពេលថ្ងៃពួនព្រៃយប់នាំគ្នាដើរកាត់តម្រង់មករកផ្ទះព្រោះគ្មានសម្ពុតស្លៀកបានជាមិនចេញដើរពីថ្ងៃលុះដល់ថ្ងៃកំណត់ដែលអាឡែវចាប់យាមពេលប្រលប់ពួកចោរក៏មកដល់ផ្ទះខ្លួនឯកូនប្រពន្ធដែលកាន់ដំបងប្រណុងចាំនៅមាត់ទ្វារឃើញប្តីរត់ចូលមកក្នុងផ្ទះគិតស្មានថាជាព្រាយក្បាលត្រងោលមែនក៏ពឺតតែវាយទាល់តែដួលសន្លប់ខ្លះរបួសពីការខ្លះក្រោយមកទើបបានដឹងជាប្តីជាឪពុកខ្លួនហើយនិយាយតាមដំណើរប្រាប់ប្តីសពគ្រប់ពួកចោរទាំង500ខឹងនឹងអាឡែវខ្លាំងណាស់តែមិនដឹងគិតធ្វើដូចម្ដេចព្រោះខ្លួនត្រូវដំបងដំណំទាំងអស់គ្នាហើយមិនដឹងជាអាឡែវនៅឯណាវេលានោះអាឡែវនៅចាំលប់ស្ដាប់ប្រពន្ធកូនចោរវាយប្តីខ្លួនដល់លឺមាត់ស្រែកត្រហឹងពេញពាសទាំងស្រុកក៏បើកសំពៅរត់ទៅស្រុកប្រពន្ធវិញលុះទៅដល់ហើយអាឡែវនិងប្រពន្ធឡើងទៅរកជីដូនបានជួបនឹងជីដូនក៏សំពះសំទោសហើយប្រគល់របស់ទ្រព្យក្នុងសំពៅទាំងប៉ុន្មានជូនជីដូនទាំងអស់ជីដូនបានឃើញសម្បត្តិអាឡែវពេញសំពៅក៏បាត់ខឹងបែរជាស្រឡាញ់រាប់អានអាឡែវជាចៅប្រសារមែនអាឡែវរៀបសង់ផ្ទះលួសខ្ញុំកំដរពាសពេញក្នុងផ្ទះឲ្យបំរើជីដូនក្មេកនិងប្រពន្ធលុះនៅយូរបន្តិចមកក៏លាជីដូននិងប្រពន្ធទៅសួរម្ដាយឪពុកវាជីដូនក្មេកផ្ដាំថាបើចៅទៅកុំនៅយូរពេកឆាប់ត្រឡប់មករកជីដូនវិញត្បិតសប្តាហ៍ថ្ងៃនេះជីដូនកំព្រាឥតមានអ្នកណាជាទីពឹងទេឯប្រពន្ធអាឡែវចង់តាមអាឡែវទៅដែរក៏និយាយថាខ្ញុំចង់ទៅជាមួយនឹងអ្នកឲ្យស្គាល់ម៉ែឪបងប្អូនសាច់ញាតិសន្តានស្រុកទេសអ្នកមួយទៀតខ្ញុំមិនចង់ឃ្លាតឆ្ងាយពីអ្នកទេព្រោះថាស្ត្រីប្តីនៅឆ្ងាយហើយកំរនឹងទុកដាក់រក្សាខ្លួនណាស់អ្នកផងគេតែងនឹងទាថាដូចជាស្រីមេម៉ាយចំណាយមាត់គេហេតុដូច្នេះបានជាខ្ញុំមិនចង់នៅចង់ទៅតាមអ្នកប្តីដែរអាឡែវឆ្លើយឡើងថានាងអើយបងចង់បាននាងទៅជាមួយដែរប៉ុន្តែអាណិតជីដូនត្បិតគាត់ចាស់ជរាណាស់ហើយក្រែងឈឺចាប់យប់ថ្ងៃគ្មាននរណាថែទាំបីបមរក្សាដុសថ្នាំចាំជំងឺនឹងទុកចិត្តលើមនុស្សម្នាខ្ញុំកំដរមិនបានទេដោយការយើងនាំគ្នារត់ទៅនោះគាត់សន្ធឹកសន្ធាយឈឺរីងរៃស្គមទើបនឹងបានគ្រាន់បើឥឡូវនេះបើយើងទៅចោលគាត់ទៀតគាត់នឹងឈឺស្លាប់ពុំខានឡើយពីមុនបានជាខុសធ្លួយម្ដងទៅហើយឥឡូវនេះយើងគិតកុំឲ្យខុសធ្លួយម្ដងទៀតឯប្រពន្ធឮប្តីថាដូច្នោះនឹកអាណិតជីដូនក៏ព្រមឲ្យប្តីទៅទើបរៀបស្បៀងរៀងខ្លួនសម្រាប់បរិភោគតាមផ្លូវសពគ្រប់ហើយសួរប្តីថាអ្នកនឹងយកមនុស្សម្នារទេះសាលីទៅប៉ុន្មានអាឡែវឆ្លើយថាបងមិនយកទៅទេបងទៅតែឯងឯគំនិតអាឡែវបានជាមិនចង់យកមនុស្សម្នាទៅពីព្រោះគិតចង់បានប្រពន្ធទៀតបើយកមនុស្សតាមក្រែងគេដឹងថាខ្លួនមានប្រពន្ធហើយនឹងទៅដណ្ដឹងកូនគេទៀតក្រែងគេមិនអោយហើយវានិយាយនឹងប្រពន្ធថាបងធ្លាប់តែដើរម្នាក់ឯងតែមានមនុស្សម្នាក្របីគោរត់ទេសទៅជាមួយផងនឹងធ្វើដំណើរមិនរហ័សទាន់ចិត្តហេតុដូច្នេះបានជាបងមិនចង់យកទៅអាឡែវវិចតែប្រាក់នឹងស្បៀងគ្រាន់នឹងស៊ីតាមផ្លូវឯជីដូនផ្ដាំហើយផ្ដាំទៀតថាបើចៅទៅដល់ម្ដាយឪពុកនៅជាសុខសប្បាយចូលចៅឆាប់ត្រឡប់មកវិញណាចៅណា
អាឡេវក៏លាជីដូននិងប្រពន្ធហើយចេញដំណើរទៅលុះទៅដល់អ្នកងេះនិងនាងងោះជាម្ដាយឪពុកហើយក៏យកប្រាក់ទៅជូនម្ដាយឪពុកមានចិត្តត្រេកអរសួរថាកូនទៅណាបាត់យូរម្លេះម្ដាយឪពុកចេះតែទន្ទឹងមើលផ្លូវកូនតែសពថ្ងៃអាឡេវប្រាប់ថាខ្ញុំទៅគិតការរកស៊ីត្បិតម៉ែឯងមិនដឹងគិតរកស៊ីនឹងគេអ្នកងេះនិងនាងងោះឆ្លើយថាតាមតែកូនគិតចោះចំណែកខាងម្ដាយនិងឪពុករកស៊ីគ្រាន់តែមាត់ហើយនឹងរក្សាទ្រព្យទុកឲ្យកូនចូលកូនគិតរកអំបោះដោយខ្លួនឯងចោះអាឡេវនៅនឹងម្ដាយឪពុកបាន2-3ថ្ងៃក៏លាចេញដំណើរទៅទៀតលុះទៅដល់ស្រុកធំមួយវាចូលទៅមើលក្នុងវាំងសពគ្រប់ហើយចេញមករកមើលផ្ទះនាម៉ឺនសេដ្ឋីក៏ឃើញសេដ្ឋីម្នាក់មានផ្ទះធំទ្រនំខ្ពស់មានទ្រព្យសម្បត្តិច្រើនមានរោងរទេះគោក្របីដំរីសេះមនុស្សម្នាខ្ញុំកំដរពីពេញមានច្បារដាំដំណាំឧឈានមានជើងផ្កាគ្រប់ចម្ពោះគ្រប់ពណ៌ដាក់ហែជាជួរក្នុងសួនច្បារមានត្រីប្រាក់ត្រីមាសមានស្រះដាំដើមឈូកសឈូកក្រហមប្រលិតរំចង់ដុះពីពេញហើយមានកូនក្រមុំមិនទាន់មានប្តីអាឡេវមានចិត្តស្រឡាញ់ចង់បានក៏ចូលទៅកាន់ផ្ទះសេដ្ឋីហើយជម្រាបសុំខ្លួននៅធ្វើជាកូនក្មួយសេដ្ឋីឃើញអាឡេវមកសុំខ្លួននៅធ្វើជាកូនក្មួយដូច្នោះក៏មានចិត្តអាណិតស្រឡាញ់ហើយសួរថាឯងនៅស្រុកណាម្ដាយឪពុកនៅឯណាអាឡេវជម្រាបសេដ្ឋីថាខ្ញុំបាទនៅស្រុកឆ្ងាយណាស់ឪពុកម្ដាយខ្ញុំបាទមានទ្រព្យសម្បត្តិរបស់របរកំដរគោក្របីដំរីសេះផ្ទះសម្បែងដូចលោកដែរប៉ុន្តែគាត់មានជំងឺឈឺស្លាប់អស់ហើយខ្ញុំបាទតូចចិត្តណាស់មិនចង់នៅត្បិតធ្លាប់មានម៉ែឪឥឡូវនៅតែម្នាក់ឯងបានជាខ្ញុំបាទចោះផ្ទះសម្បែងទ្រព្យរបស់មកសុំនៅជាមួយនឹងលោកតាមតែលោកប្រើធ្វើការងារអ្វីខ្ញុំទទួលបានទាំងអស់សេដ្ឋីក៏ព្រមទទួលយកអាឡេវឲ្យនៅចាប់ផ្ដើមតាំងពីថ្ងៃដែលមកនៅនឹងសេដ្ឋីអាឡេវតែងភ្ញាក់អំពីព្រឹកបោសផ្ទះថែទាំរបស់ទ្រព្យរៀបទុកដាក់តាមទីកន្លែងហើយខំធ្វើការដូចជារបស់ខ្លួនសេដ្ឋីឃើញអាឡេវឧស្សាហ៍ធ្វើការថែទាំរបស់ទ្រព្យមិនមានឲ្យខ្នោះចិត្តក៏រឹតតែស្រឡាញ់ឡើងឲ្យអាឡេវត្រួតត្រាដាស់តឿនមនុស្សម្នាខ្ញុំកំដរទាំងអស់រាល់តែវេលាសេដ្ឋីទៅក៏ស្ដេចបានយកអាឡេវទៅផងលុះទៅជាញឹកញយអាឡេវស្គាល់ពួកក្រុមការនិងកូនក្មួយទាំងអស់តមកទៀតវាស្គាល់ដល់នាម៉ឺនធំតូចតាំងពីលោកក្រឡាហោមយមរាជចក្រេវាំងនិងនាម៉ឺនធំតូចឯទៀតប៉ុន្តែអាឡេវធ្វើចិត្តជាទោះជានរណាថ្មេះតេះដៀលដូចម្ដេចក៏មិនចេះខឹងនឹងគេសូម្បីកូនក្មួយផងគ្នាធ្វើដូចម្ដេចក្ដីអាឡេវក៏មិនចេះតបមិនចេះខឹងកាលអាឡេវតាមសេដ្ឋីទៅគាល់ស្ដេចហើយមានគេសួរថាឯងឈ្មោះអីវាប្រាប់ថាខ្ញុំឈ្មោះអាឡេវតេវពួកនាម៉ឺនតែងឃើញអាឡេវទៅហើយក៏ហៅថាអាឡេវតេវតែរាល់គ្នាដូចនេះឯងក្រោយមកអាឡេវតេវទៅលេងនៅសាលាជំនុំស្ដាប់ចៅក្រមជំនុំជម្រះក្ដីតែសពថ្ងៃក៏ចេះច្បាប់ទម្លាប់ច្រើនហើយអាឡេវតេវរើសយកមកសម្បត្តិដែលគេបោះបង់ចោលមានទាំងស្នាមត្រាបោះនៅនោះផងតាំងពីត្រាលោកក្រឡាហោមយមរាជនិងនាម៉ឺនធំតូចទាំងអស់ដែលមានមាសប្រាក់ច្រើនហើយវាយកក្រមួនមកសូនធ្វើជាត្រាហើយវាវាស់នឹងរង្វង់ត្រាកាក់សម្បត្តិចាស់ហើយឆ្លាក់ធ្វើឲ្យត្រូវតាមស្នាមត្រាចាស់ទាំងអស់រួចវាធ្វើជាសម្បត្តិសឹងមានឈ្មោះនាម៉ឺនអស់នោះជំពាក់ប្រាក់ខ្លះ100ណែនខ្លះ200ណែនខ្លះ500ណែនគ្រប់តែនាម៉ឺនធំតូចតែរាល់គ្នាទាំងអស់ហើយបត់ទុកក្នុងហឹបមួយពេញបើខ្លួនវាមិននៅទៅធ្វើការទីណាក្ដីឬទៅលេងក្ដីវាយកហឹបនោះទៅផ្ញើនឹងប្រពន្ធសេដ្ឋីហើយផ្ដាំថាកុំឲ្យនរណាបើកឲ្យសោះដល់វាវិលមកក៏យកហឹបនោះមកវិញធ្វើដូច្នេះជារឿយលុះដល់ថ្ងៃក្រោយទៀតអាឡេវតេវរៀបទៅធ្វើការក៏យកហឹបទៅផ្ញើនឹងប្រពន្ធសេដ្ឋីហើយផ្ដាំថាអ្នកប្រយ័ត្នរក្សាទុកឲ្យល្អកុំឲ្យនរណាបើកមើលលេងហើយវាក៏ទៅធ្វើការទៅឯប្រពន្ធសេដ្ឋីនឹកឆ្ងល់នឹងហឹបអាឡេវតេវណាស់ក៏យកហឹបនោះមកបើកមើលឃើញសម្បត្តិពេញក្នុងហឹបហើយលាមើលសម្បត្តិអស់នោះបានឃើញសេចក្តីសម្បត្តិថាពួកនាម៉ឺនជំពាក់ប្រាក់សឹងមានចំនួនគ្រប់គ្នាអស់ហើយបោះត្រាផងលុះរើសមើលសម្បត្តិទាំងអស់ឃើញសុទ្ធតែនាម៉ឺនជំពាក់ប្រាក់ជាច្រើនណាស់ក៏យកហឹបសម្បត្តិ
ទៅបង្ហាញសិទ្ធិជាប្តីឯសិទ្ធិបានឃើញសបុតអាឡែវតេវសពគ្រប់ហើយក៏និយាយនឹងប្រពន្ធថាកាលអាឡែវតេវវាមកនៅនឹងយើងនោះអញបានសួរពីម្ដាយឪពុកនៅឯណាវាប្រាប់ថាគ្មានម្ដាយឪពុកទេស្លាប់អស់ហើយវាប្រាប់អញថាកាលដែលម្ដាយឪពុកវានៅរស់នៅឡើយនោះមានទ្រព្យសម្បត្តិដូចជាយើងនេះដែរឥឡូវនេះមកឃើញសម្បត្តិអស់និមឺនជពាក់ប្រាក់វាច្រើនម្លេះនេះសឹងត្រូវនឹងពាក្យវានិយាយពីមុននោះប្រកាសមែនគំនិតប្រាជ្ញាវាសមជាមនុស្សមានពូជមួយទៀតការងារទាំងអស់ក្នុងផ្ទះយើងសប្តាហ៍នេះក៏បានវាជួយដាស់តឿនថែទាំមើលរក្សាដឹងបាត់ដឹងគង់ដឹងខូចដឹងជាមានតែវានឹងហើយទុកដូចជាកូនឥឡូវកូនស្រីយើងមួយនេះពេញក្រមុំល្មមមានប្តីហើយពួកស្ដេចនាម៉ឺនមកដណ្ដឹងចង់បានជាច្រើនណាស់ហើយយើងមិនត្រូវចិត្តបានជាយើងមិនព្រមឲ្យឥឡូវនេះបើយើងឲ្យអាឡែវតេវនោះយើងខ្មាស់គេណាស់ត្បិតអាឡែវតេវនោះវាជាមនុស្សកំព្រាក្បាលមួយមកនៅស្រុកអាយគ្មាននរណាស្គាល់ពូជពងជាល្អឬអាក្រក់យើងនឹងឲ្យកូនយើងជាប្រពន្ធទៅក្រែងខ្មាស់គេបើយើងមិនឲ្យកូនយើងជាប្រពន្ធវាដូចជានឹងស្ដាយត្បិតគំនិតមាយាទជាមនុស្សល្អជួយឈឺឆ្អាលក្នុងការងារយើងដូចជាការងាររបស់ខ្លួនវាដែរដំណើរនេះក្របើគិតណាស់ឯប្រពន្ធសេដ្ឋីឆ្លើយឡើងថាត្រង់កិច្ចដែលធ្វើមិនឲ្យខ្មាស់គេនោះវាងាយទេយើងនឹងរៀបការក្នុងវេលាយប់ហើយរៀបបន្តិចបន្តួចសោះតែខានកុំឲ្យខ្មោចព្រៃខឹងយើងផ្សំផ្គុំឲ្យជាប្តីប្រពន្ធនឹងគ្នាទៅបើយូរទៅហើយទើបគេដឹងនោះយើងក៏ខ្មាស់គេហើយពីព្រោះវាមានបំណុលវាក៏ច្រើនដែរហេតុតែព្រេងមានសំណាងរបស់អាឡែវនិងកូនក្រមុំសេដ្ឋីនោះត្រូវបានគ្នាជាប្តីប្រពន្ធសេដ្ឋីគិតឃើញព្រមដូចពាក្យប្រពន្ធបញ្យលក៏ព្រមឲ្យកូនក្រមុំជាប្រពន្ធអាឡែវតេវហើយហៅអាឡែវតេវប្រាប់ថាតាំងពីថ្ងៃដែលឯងមកនៅនឹងអញមើលទៅគំនិតមាយាទចិត្តថ្លើមឯងឈឺឆ្អាលក្នុងការងារអញដូចជាកូនអញបង្កើតបើដូច្នោះអញឲ្យកូនក្រមុំអញជាប្រពន្ធឯងអាឡែវតេវឮសេដ្ឋីប្រាប់ថាឲ្យកូនក្រមុំជាប្រពន្ធដូច្នោះក៏មានចិត្តត្រេកអរណាស់សេដ្ឋីក៏ហៅកូនក្រមុំមករៀបសំពះមេបាចាស់ទុំរៀបសែនព្រេនតាមសម្ដាប់បុរាណផ្សំគុំអាឡែវតេវនិងកូនក្រមុំជាប្តីប្រពន្ធគ្នាទៅលុះការរួចបាន2-3ថ្ងៃប្រពន្ធអាឡែវតេវទៅគាល់ស្ដេចឯក្នុងវាំងបាននិយាយប្រាប់អាឡែវតេវជាប្តីឲ្យដឹងឯអាឡែវតេវក៏និយាយផ្ដាំប្រពន្ធថាអញទៅចាំនៅសាលាជំនុំបើនាងឯងឃើញអញបោចដៃហៅត្រូវនាងឯងលើកជើងពៀនស្លាមកលុតជង្គង់ហុចពៀនស្លានោះឲ្យអញទទួលយកហើយនាងឯងសំពះត្រឡប់ទៅវិញចុះអាឡែវតេវលុះនិយាយផ្ដាំប្រពន្ធសពគ្រប់ហើយក៏ស្លៀកសំពត់ចាស់អាវចាស់ដូចកាលធ្វើពីមុនហើយទៅអង្គុយលេងនៅសាលាជំនុំពួកនាម៉ឺនសពមុខមន្ត្រីចៅក្រមសាលាភ្នាក់ងារក្រុមការខុនម៉ឺនមហាថ្លឹកមកពីពេញឃើញអាឡែវតេវអង្គុយនៅសាលានិមឺនខ្លះទះក្បាលខ្លះទះខ្នងខ្លះទាញដៃខ្លះឲ្យអាឡែវធ្វើភ្លុកប្រមោយលេងត្បិតធ្លាប់លេងពីមុនមកដូច្នេះឯងឯអាឡែវជាមនុស្សមានប្រាជ្ញាក្រមាច់កំ ប្លែងលេងឲ្យគេចូលចិត្តមិនចេះខឹងនឹងនរណាទេទោះនាម៉ឺនសັບមុខមន្ត្រីខុនម៉ឺនមហាថ្លឹកនៅក្រោមការភ្នាក់ងារប្រើវាដូចម្ដេចក្ដីលេងដូចម្ដេចក្ដីក៏មិនចេះខឹងមិនចេះប្រកែកឲ្យអ្នកណាអន់ចិត្តតាំងតែពីដើមមកដូច្នេះឯងហើយពួកនាម៉ឺនមិនដឹងជាអាឡែវតេវបានកូនក្រមុំសិទ្ធិមកធ្វើជាប្រពន្ធផងស្មានថាអាឡែវតេវជាមនុស្សផ្ដេសផ្ដាសដើរសុំទានគេស៊ីរកទីលំនៅគ្មានបានជានាំគ្នាមាក់ងាយវាលុះដល់កូនសិទ្ធិជាប្រពន្ធអាឡែវតេវជិះអង្រឹងស្នែងហើយមានមនុស្សម្នាខ្ញុំកំដរកាន់ប្រអប់មាសប្រាក់ដើរពាសពេញផ្លូវមកនាម៉ឺនទាំងអស់និយាយថាណោមើលកូនក្រមុំសិទ្ធិល្អណាស់ដើរចូលក្នុងវាំងនាម៉ឺនខ្លះលន់មាត់ថាល្អមែនកូនស្ដេចកូននាម៉ឺនដណ្ដឹងជាច្រើនហើយតែមិនបានឯអាឡែវតេវឮនាម៉ឺននិយាយគ្នាថាកូនស្ដេចកូននាម៉ឺនដណ្ដឹងកូនក្រមុំសិទ្ធិមិនព្រមឲ្យដូច្នោះក៏ឆ្លើយឡើងថាបើអស់លោកថាដណ្ដឹងកូនក្រមុំសិទ្ធិ
ឲ្យកូនលោកមិនបានលោកចាំមើលខ្ញុំបាទវិញចុះវេលាកូនក្រមុំសិទ្ធិចេញមកអំពីក្នុងវាំងខ្ញុំបាទនឹងហៅឲ្យចូលមកហើយឲ្យយកស្លាមកឲ្យខ្ញុំបាទទទួលទានលោកហ៊ានភ្នាល់ទេពួកនាងមើលឮអាឡេវតេវថាដូច្នោះមិនជឿត្បិតមិនដឹងជាសិទ្ធិឲ្យកូនក្រមុំទៅជាប្រពន្ធអាឡេវតេវសោះមួយទៀតពួកនាងមើលទាំងនោះធ្លាប់តែដឹងថាអាឡេវតេវជាមនុស្សក្រមាច់លេងផ្ដេសផ្ដាស់តែដោយផ្ទះនាងមើលបានជាមាក់ងាយវាខ្លាំងណាស់ហើយមិនដឹងជាអាឡេវតេវមានប្រាជ្ញាច្រើនដល់ម្លឹងសោះទើបហ៊ាននាំគ្នាភ្នាល់នឹងអាឡេវតេវថាបើឯងហៅកូនក្រមុំសិទ្ធិចូលមកយកស្លាម្លូមកឲ្យឯងស៊ីបានអញហ៊ានភ្នាល់នឹងឯងប៉ុន្តែឯងគ្មានអ្វីភ្នាល់នឹងអញទេអាឡេវតេវឮពួកនាងមើលថាដូច្នោះក៏ឆ្លើយឡើងថាលោកកំព្រួយប្រសាសន៍នឹងខ្ញុំបាទបើខ្ញុំបាទចាញ់លោកខ្ញុំបាទសូមធ្វើសម្បត្តិនៅបំរើជាខ្ញុំលោកដល់អស់ជីវិតតាមចិត្តលោកប្រើធ្វើអ្វីខ្ញុំបាទទទួលធ្វើទាំងអស់នាងមើលសពមុខមន្ត្រីទាំងអស់ឮអាឡេវតេវថាដូច្នោះក៏អរគ្រប់គ្នាដោយចង់បានអាឡេវតេវមកធ្វើជាខ្ញុំតែរៀងខ្លួនត្បិតវាចេះនិយាយភូតភរប្រមាច់កំ pl ែងលេងគ្រាន់សប្បាយដោយសារវាមួយទៀតមាក់ងាយអាឡេវតេវថាជាមនុស្សចោមសៀតធ្វើម្ដេចនឹងហៅកូនសិទ្ធិឲ្យចូលមកបានហើយនិយាយគ្នាថាយើងយកអាឡេវតេវធ្វើជាខ្ញុំគ្រាន់និយាយភូតភរប្រមាច់លេងហើយយើងចែកគ្នាប្រើលេងសប្បាយចិត្តវាចោះត្បិតវាមុខជាចាញ់យើងហើយអាឡេវតេវនឹងពួកនាងមើលធ្វើសម្បត្តិបង្កាន់ដៃភ្នាល់តាមដំណើរសពគ្រប់ហើយទើបពួកនាងមើលប្រាប់អាឡេវតេវថាឯងចង់បានមាសប្រាក់ប៉ុន្មានដំរីចង្កូបសេះចង្អានទាំងគ្រឿងដែលជិះមកប៉ុន្មានចូលដាក់ក្នុងសម្បត្តិតាមចិត្តឯងចុះអាឡេវតេវក៏សរសេរដាក់ក្នុងបង្កាន់ដៃដែលភ្នាល់គ្នាឲ្យខាងតែច្រើនទាំងមាសទាំងប្រាក់ទាំងដំរីទាំងសេះគ្រប់គ្រឿងហើយជូនទៅពួកនាងមើលឲ្យបោះត្រារួចទទួលយកវិចមួយសំពាយក្រវ៉ាត់ទុកហើយទៅអង្គុយចាំនៅមាត់ទ្វារសាលាបន្តិចឃើញកូនសិទ្ធិជាប្រពន្ធវាចេញពីក្នុងវាំងវាក៏បោយដៃហៅថានាងយកស្លាមកឲ្យបងស៊ីកូនសិទ្ធិឮប្តីហៅឲ្យយកស្លាមកដូច្នោះក៏មនីមនីចុះពីអង្រឹងស្នែងហើយដាក់ស្លាលើជើងពៀនយកមកឲ្យប្តីអាឡេវតេវក៏ទទួលយកស្លាស៊ីហើយនាំប្រពន្ធនៅកំដរហើយជិះសេះដំរីដែលតែងគ្រឿងគ្រប់ស្រាប់ទៅកាន់ផ្ទះសិទ្ធិជាឪពុកក្មេកអាឡេវតេវនិយាយផ្ដាំទៅខ្ញុំកំដរថាបើលោកឪពុកលោកម្ដាយឬអ្នកឯណាជាមនុស្សនៅក្នុងផ្ទះក្តីឬអ្នកជិតខាងក្តីគេសួរថាបានសេះដំរីមកពីណាឲ្យជម្រាបប្រាប់គេថាទាបំណុលអំពីគេឯពួកនាងមើលសពមុខមន្ត្រីក្រុមការភ្នាក់ងារនៅខុនមើលមហាថ្លឹកដែលភ្នាល់ចាញ់អាឡេវតេវស្រាប់តែភ័យភ្នែកសរៀងខ្លួនស្ដាយរបស់ទ្រពនិងដំរីសេះជាជំនេះធ្លាប់ជិះវាជាលំអត្រូវចិត្តសុទ្ធសឹងតែគ្រឿងមាសនិងប្រាក់ពុនពេកហើយនិយាយគ្នាថាយើងបងគំនិតអាឡេវតេវហើយជន់នេះឯអាឡេវតេវនិងប្រពន្ធខ្ញុំកំដរបានជិះដំរីសេះមានកោបមានអាននៅគ្រឿងប្រដាប់សុទ្ធសឹងតែមាសនិងប្រាក់លុះទៅដល់ផ្ទះហើយសិទ្ធិជាឪពុកក្មេកម្ដាយក្មេកនៅអស់មនុស្សម្នាភ្នាក់ងារក្នុងផ្ទះឃើញដំរីសេះពាសពេញដូច្នោះក៏នឹកឆ្ងល់ហើយសិទ្ធិប្រើមនុស្សឲ្យទៅសួរអាឡេវតេវក៏ប្រាប់ថាទាបំណុលអំពីគេមកសិទ្ធិជាឪពុកក្មេកម្ដាយក្មេកក៏និយាយគ្នាថាយើងអស់ខ្មាស់គេហើយចាប់ដើមពីថ្ងៃនេះមកសេដ្ឋីប្តីប្រពន្ធក៏រឹតតែស្រឡាញ់អាឡេវតេវលើសអំពីមុនទៀតអាឡេវតេវក៏ទៅទារប្រាក់ពីពួកនាងមើលសពមុខមន្ត្រីតែសពថ្ងៃជញ្ជូនយកមកហើយវាគិតធ្វើការរកស៊ីជួសសេដ្ឋីជាឪពុកក្មេកម្ដាយក្មេកមិនឲ្យព្រួយចិត្តគ្រប់ចម្ពោះនៅយូរមកសេដ្ឋីចាស់ជរាអស់អាយុទៅអាឡេវតេវក៏បានជាសេដ្ឋីធំក្នុងនគរនោះឯង